សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្រៀនអំពី line command line មួយចំនួនទាំងអស់នោះមានដូចជាការ copy file ឬក៏ folder ជាមួយនឹងការ move file ឬក៏ folder ពី home directory ទៅកាន់ row directory ពេលបញ្ចេញបែបនេះមានន័យថាវាគឺជា row directory ហើយយើងធ្វើការ back ទៅកាន់ home directory យើងសិនមកយើង clear ជាដំបូងខ្ញុំធ្វើការបង្កើត directory មួយឈ្មោះថា data យើងប្រើ command line dir មកបើសិនជាយើងចង់ឆែកមើលថាឃើញ command line នោះអត់ឃើញ directory នោះអត់គឺវាអត់ឃើញទេពេលយើងបង្កើតនៅក្នុង home directory គឺវាអត់ឃើញ load នៅក្នុង home directory ទេវានឹងបង្ហាញឃើញនៅក្នុង row directory បើសិនជាអ្នកទាំងអស់គ្នាអត់ច្បាស់ខ្ញុំអាចនឹងបង្ហាញបានយើងធ្វើការ back ទៅកាន់ row directory មកយើងធ្វើការ ls វាមកនេះអ្នកទាំងអស់គ្នាវានឹងឃើញ directory មួយឈ្មោះថា data ពី file ពី home directory ទៅកាន់ row directory បានដំបូងយើងត្រូវ back ទៅកាន់ home directory របស់យើងសិនបន្ទាប់មកនឹងបង្កើត file មួយថា my command កាត់ file វាមកដោយសារតែ file ហ្នឹងខ្ញុំបានបង្កើតវាហើយទៅវាមាន data នៅក្នុងនឹងស្រាប់អញ្ចឹងទៅវានឹងបង្ហាញមកអញ្ចឹងដើម្បីយើងចង់ save យើងចង់ទៅ save វាយើងចុច i មកយើងទៅ save អី save ទៅខ្ញុំចង់លុបទិន្នន័យទាំងអស់នឹងចោលសិនកុំឲ្យខាត់ពេលយូរខ្ញុំធ្វើការ enter ឲ្យទៅ save ថ្មីមកអញ្ចឹង i rupp ហើយយើងចុច escape មកយើងចុច save វាមកហើយទៅបើសិនជាយើងចង់copy file មួយហ្នឹងទៅកាន់ directory របស់យើងឈ្មោះថា data មុនហ្នឹងយើងធ្វើការប្រើ command line cp ហើយទៅយើងធ្វើការវាយឈ្មោះ file របស់យើង .txt .clear / ទៅកាន់ directory របស់យើងឈ្មោះថា data យើង ls វាមកវាគឺវាបង្ហាញនៅ data ទេ my command នេះគឺវាបង្ហាញនៅនឹង data ទេតែបើសិនជាយើងបែកទៅកាន់ directory របស់យើងធ្វើការ ls តាវានឹងឃើញ file មួយឈ្មោះថា my command.txt មានថាយើងធ្វើការ copy file របស់យើងពីកាន់ home directory មកកាន់ directory បានជោគជ័យហើយបន្ទាប់មកយើងធ្វើការ back ទៅកាន់ home directory របស់យើងសិនទៅបើសិនជាយើងចង់ copy file ហ្នឹងហើយទៅ copy file ហ្នឹងពី home directory ហ្នឹងទៅកាន់ row directory ហើយទៅយើងចង់ដូរឈ្មោះវាទៅជាឈ្មោះអីផ្សេងអញ្ចឹងយើងអាចធ្វើការ rename វាបានដោយ copy ផង rename ផងខ្ញុំប្រើ command line cp my .txt /ta/ យើងចង់ rename វាទៅកាន់ឈ្មោះអីយើងដាក់ហ្នឹងទៅខ្ញុំដាក់ឈ្មោះរបស់ខ្ញុំគឺ my honey.txt យើង enter វាមកយើង ls វាមកគឺឈ្មោះហ្នឹងគឺនៅនឹងតែទេ file មកគឺវានៅក្នុងនឹងតែទេតែបើយើងត្រឡប់ទៅកាន់ row directory របស់យើង ls វាមកវានឹងច្រឡំ sorry អ្នកនរគ្នាយើង ls /data វានឹងឃើញ file របស់យើង rename ហ្នឹងហើយទៅយើង copy មកវាឈ្មោះមានឈ្មោះថា mypani.txt ជាហ៊ានបន្ទាប់យើងធ្វើការ copy folder ម្ដងព្រោះមិញយើង copy តែ file ទេឥឡូវនេះយើង copy folder ម្ដងជាដំបូងយើង ls បង្ហាញសិនមកថាយើងមាន folder ខ្លះ folder របស់ខ្ញុំគឺមានច្រើនបើសិនឥឡូវខ្ញុំចង់ copy folder មួយឈ្មោះថា develop ខ្ញុំធ្វើការ copy មកប្រើ command line cp .r
ឈ្មោះ folder របស់យើងទៅដល់ទី slash តាយើង ls វាមកfolder ហ្នឹងគឺវានៅនឹងដដែលទេប៉ុន្តែនៅពេលដែលយើងត្រឡប់ទៅកាន់ row directory របស់យើង ls វានឹងឃើញfolder របស់យើងបង្ហាញនៅក្នុងdirectory data របស់យើងចំណុចបន្ទាប់ខ្ញុំធ្វើការ copy វាដូច file មិនដែរខ្ញុំនឹងធ្វើការ rename វាដូចមិនដែរយើងធ្វើការបើ command line cp.r ឈ្មោះរបស់ folder របស់យើង .clear /data យើងចង់ rename វាទៅកាន់ឈ្មោះអីខ្ញុំដាក់ឈ្មោះខ្ញុំទៅឲ្យច្រឡំហើយយើង enter មកយើងថតទៅកាន់ row directory របស់យើងវានឹងឃើញ folder របស់យើងបង្ហាញនៅនេះហើយចំណុចបន្ទាប់ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការ move ជាមួយនឹង rename ដូចគ្នាជាដំបូងយើងធ្វើការ move file របស់វាយើងធ្វើការប្រើ command line mv ឈ្មោះរបស់ file យើងអានេះខ្ញុំធ្វើការ move ហើយខ្ញុំធ្វើការ rename វាតែម្ដងខ្ញុំ rename វាជាឈ្មោះខ្ញុំដដែលប៉ុន្តែខ្ញុំថែមតកូលយើង ls វាយើងនឹងបាត់file មួយឈ្មោះថានៅ funny ហ្នឹងឯងចំណុចបន្ទាប់យើងធ្វើការ move file យើងធ្វើការ បែរទៅកាន់ home directory របស់យើងសិនមកយើង ls បង្ហាញវាសិនមកថាយើងមាន file នឹង folder ខ្លះយើងធ្វើការ move file ខ្ញុំប្រើ command line mv ឈ្មោះរបស់ file របស់យើងខ្ញុំត្រូវការ move file rupp.txt ខ្ញុំ enter មកសុំទោសអ្នកនរខ្ញុំប្រើ command line ខុសខ្ញុំធ្វើការ move 38.txt ទៅកាន់directory របស់យើងគឺ data ឥឡូវយើង ls វាមកវានឹងបាត់file មួយឈ្មោះថា rupp.txt ហ្នឹងឯងយើងទៅបើក row directory របស់យើងls វានឹងឃើញ file របស់យើងបង្ហាញនេះឯងមានថាយើង move វាមកបានជោគជ័យឯងតបមកយើងធ្វើការ move វាដែរ move ហើយយើង rename វាឈ្មោះវាតែម្ដងខ្ញុំធ្វើការ move my file mv ឈ្មោះរបស់ file របស់យើង icon.txt move ទៅកាន់ directory data sorry អ្នកនរខ្ញុំធ្វើការប្រើ command line ខុសវានឹងបាត់មកខ្ញុំត្រូវហើយតែគាត់ថាខ្ញុំ move វាហើយវានឹងសួរខ្ញុំថាខ្ញុំធ្វើការ move file my comment ហ្នឹងទៅកាន់ directory data ហ្នឹងឬក៏អត់ឥឡូវខ្ញុំធ្វើការ move វាទៅបាត់ហើយឥឡូវបើសិនជានេះខ្ញុំចង់បង្កើតវាដើម្បីបង្ហាញអ្នកនរថាពេលខ្ញុំ move ហើយខ្ញុំ rename វាតែម្ដងយើង ls វាសម័យមកវានឹងឃើញ file ដែលយើងបង្កើតមិញហើយតែយើងធ្វើការ move វាហើយតែយើង move វាហើយយើង rename វាតែម្ដងខ្ញុំធ្វើការ rename វាទៅកាន់ឈ្មោះ monica.txt យើង ls វាសម័យមកវានឹងបាត់ហើយយើងត្រឡប់ទៅកាន់ row directory របស់យើង ls វានឹងឃើញ file មួយឈ្មោះថា monica.txt យើងមានន័យថាយើងធ្វើការ move វាហើយយើង rename ឈ្មោះវាបានជោគជ័យយើង back ទៅវិញមកយើង clear វាសិនមកឥឡូវនេះខ្ញុំធ្វើការនឹងចូលទៅចំណុចបន្ទាប់គឺ inode
នៅក្នុង line note file ទាំងអស់វាមាន inode number របស់វា inode ហ្នឹងវាមានរក្សាទុកនៅព័ត៌មានសំខាន់ៗដូចជា permission owner size ទំហំតែ inode ហ្នឹងវាមិនអាចរក្សាទុក file name បានទេឈ្មោះបើសិនយើងចង់ឆែកវាយើងប្រើ ls.li នេះគឺជាលេខ inode របស់វា inode ហ្នឹងវាគឺជា ID របស់ file នៅក្នុង line note ហើយទៅ file name ហ្នឹងវាអាចបដូរទៅជា inode ជា ID សំខាន់បានបន្ទាប់មកខ្ញុំធ្វើការបង្កើត file type មួយឈ្មោះថា mydear mydear.txt វាបង្ហាញមកហើយគឺ mydear.txt ls.li នេះគឺជា mydear.txt វាមាន inode វាគឺ17 42 55ទៅ51 59ហើយលេខ inode ហ្នឹងយើងត្រូវចំណាំវាបន្ទាប់មកយើងបង្កើត hard link មួយឈ្មោះថា my baby អញ្ចឹងទៅ hard link យើងបង្កើតប្រើ ln my dear txt តបមកយើងធ្វើការបង្ហាញវា ls.li វានឹងបង្ហាញថា inode របស់ my baby និង inode របស់ my dear ហ្នឹងវា33 89 13 43 33 89 13 43ដូចគ្នាបន្ទាប់មកខ្ញុំនឹងធ្វើការedit file របស់យើងដែលមានឈ្មោះថា mybaby.txt មុនហ្នឹងខ្ញុំធ្វើការសរសេរវាថា hi everyone my name is Snowpunny តោះមកខ្ញុំធ្វើការ save វាបើសិនជាយើងចង់បង្ហាញfile ដែលយើងបាន edit មិញយើងធ្វើការ cat វាមក my baby.txt វានឹងចេញមកហើយបើសិនជាយើងចង់ដឹងថា inode របស់ my baby និង my dear ហ្នឹងវាដូចគ្នាចុះបើយើងកែ edit ទៅលើ my baby ហើយទៅ my dear ហ្នឹងវាធ្វើការ edit អត់យើងធ្វើការ cat របស់ my dear មកវានឹងធ្វើការ edit ដូចគ្នាដោយសារតែវាជា data ដូចគ្នាវាប្រើ inode ដូចគ្នាឥឡូវខ្ញុំធ្វើការ copy hard link របស់វាហ្នឹងទៅកាន់ directory data របស់យើងហើយទៅខ្ញុំធ្វើការដូរឈ្មោះវាហ្មងពី my dear ទៅកាន់ឈ្មោះ my enemy ឥឡូវខ្ញុំធ្វើការ link វាពី my dear.txt ទៅកាន់ directory របស់យើងគឺ data my enemy.txt យើង enter វាមកតោះមកយើង ls li តាវានឹងឃើញថា inode នៅក្នុងនេះហ្នឹងវាដូចគ្នាដដែលទេហើយទៅវាឈ្មោះវាដូរពី my dear ទៅកាន់ my enemy ឥឡូវខ្ញុំធ្វើការលុបfile my dear original វានឹងសិនដើម្បីឲ្យដឹងថា file ដែលយើង link វាមកហ្នឹងវាទិន្នន័យវាបាត់អត់ឥឡូវយើងធ្វើការ remove file ដើមរបស់វាហ្នឹង my dear.txt យើង remove វាមកវានឹងបាត់ file របស់យើងឈ្មោះថា my dear ហ្នឹងឯង .txt ហ្នឹងឯងហើយយើងធ្វើការឥឡូវយើងធ្វើការ show ពី file cat my baby ថាតន្ន័យដែលវា inode របស់ពួកវាដូចគ្នាហ្នឹងហើយទៅយើងលុប file ដើមដែលមានឈ្មោះថា mydear.txt ហ្នឹងអត្តន័យដែលមាននៅក្នុង my baby ហ្នឹងវាបាត់ឬក៏អត់យើង enter វាមកគឺវាអត់មានបាត់ទេគឺវានៅតែដែលមូលហេតុហ្នឹងហើយបានគេប្រើ hard link
bởi chi viênមានការធ្វើប្រហែលអីមួយច្រឡំលុបច្រឡំអីចឹងទៅវានៅសល់អានេះមួយដែរតបមកយើងធ្វើការចូលទៅកាន់ចំណុចshort link ម្ដង short link ហ្នឹងវាប្រៀបដូចជា shortcut នៅក្នុង Windows ចឹងវាមាន inode ខុសគ្នាព្រោះវាមិនអាចចែក data បានទេដំបូងយើងធ្វើការ clear វាសិនមកហើយទៅយើងធ្វើការបង្កើត file មួយហៅថា mylab try mylab.txt យើង enter វាមកតបមកយើងធ្វើការ link short link វាពី mylab ទៅជា shortcut យើងធ្វើការ link មកយើងធ្វើប្រើ command link.s ឈ្មោះ file របស់យើង .txt ទៅជា shortcut វាគឺ mylab.txt យើង enter មកយើង ls .l វាមកវានឹងបង្ហាញថា mylab shortcut.txt ហ្នឹងវាជា shortcut របស់ mylab.txt បន្ទាប់មកខ្ញុំធ្វើការកែ link របស់ shortcut របស់វាចង់ដឹងថាវាកែចូលទៅដល់ original file របស់វាឬក៏អត់យើងធ្វើការវាកែ file vi mylab shortcut.txt my nameនៅផានី I'm 21 years old យើងធ្វើការ save វាមកចង់ដឹងថាវាការនៅលើ shortcut ហ្នឹងវា edit ចូលដល់ file ដើម original វា mylab អត់យើងធ្វើការ create mylab មកយើង enter វានឹងឃើញថាfile ដើមរបស់វាគឺក៏បាន edit ដូចគ្នាបន្ទាប់មកបើសិនជាខ្ញុំចង់ធ្វើការ test ទៅលើការលុប file original របស់វាចង់ដឹងថាអា file shortcut របស់វាហ្នឹងគឺវានៅដំណាក់កាលអត់យើងធ្វើការ remove file ដើមរបស់វាគឺ file mylab.txt yes តោះមកយើងធ្វើការ cat ទៅលើfile shortcut របស់យើង mylabវានឹងលេងបង្ហាញមកហើយព្រោះអា short link ហ្នឹងវាពឹងផ្អែកទៅលើ original file 100% បើសិនជា original file របស់យើងធ្វើការលុបទៅវានឹងបាត់តន្ន័យទាំងអស់ដែលមានទៅលើអា file shortcut របស់យើងវាអត់ដូច hard link មិញទេ hard link វាបើសិនជាយើងលុបអា original file វាតន្ន័យដែលយើងបានlink វាទុកហ្នឹងគឺវាអត់បានបាត់ទេអញ្ចឹងវាខុសគ្នាបែបហ្នឹងបន្ទាប់មកខ្ញុំធ្វើការ short link directory វាទៅលើ folder ម្ដងព្រោះមិញយើងធ្វើការ short link directory វាទៅលើតា file ឯងអញ្ចឹងយើងធ្វើការសាកល្បងទៅលើ folder ម្ដងយើង clear វាសិនមកយើងធ្វើការ link .ls ពីដំបូងខ្ញុំធ្វើការ ls វាសិនយើងមាន folder នេះយើងធ្វើការlink វា .s my ច្រឡំ dear love យើងធ្វើការបដូរវាទៅជា shortcut យើងធ្វើការ ls.l វាមកវានឹងបង្ហាញថាfile mylab ហ្នឹងវានឹង short link មកកាន់ mylab shortcut.txt ឥឡូវយើងសាកបង្កើត file នៅក្នុង link របស់ folder ហ្នឹងហើយយើង link ហើយហ្នឹងយើងធ្វើការបង្កើត touch dialog shortcut
ខ្ញុំធ្វើការ ls dealer ពេកមកវានឹងឃើញ file របស់យើងគឺស្ថិតក្នុង ls dealer របស់យើងនឹងព្រោះអា my file.txt ហ្នឹងយើងបង្កើតនៅក្នុង folder dealer បន្ទាប់មកបើសិនជាយើងធ្វើការលុបទៅលើ folder dealer ហ្នឹង yes យើង ls .l វានឹងឃើញថា dealer បាទខាងលើយើងមិញហ្នឹងវានឹងលោតក្រហមនេះវាថាវានឹងលុបបាត់ហើយវាអាចប្រើការបានទៀតទេវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេចុងក្រោយអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូនេះសង្ឃឹមថាអ្នកនរគ្នានឹងទទួលបានចំណេះដឹងថ្មីចេញពីវីដេអូនេះបើសិនជាអ្នកនរគ្នាចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច like subscribe និងឲ្យសញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីទាន់ពេលវេលាអរគុណអ្នកនរគ្នាជម្រាបលាបាយបាយ